ឲ្យទានដល់សត្វទេឆានបាន100អត្តភាពអាយុ100វណ្ណៈ100ចឹងទៅហើយដល់មនុស្សក្រៅពុទ្ធសាសនាហើយអត់សិលទៀតបាន1000ហើយមនុស្សដែលមានសិលបាន100,000អត់មាន10000ទេពី1000មក100,000ហ្មងទៅពីអត់សិលមកមានសិលហើយដល់ទៅអ្នកបួសក្រៅពុទ្ធសាសនានឹងឯងបានសម្រេចសមាបត្តិ8លោកយៈអភិញ្ញា5លោកយៈអភិញ្ញានឹងមានរិទ្ធរហូតដល់ថាស្ទាតព្រះអាទិត្យព្រះច័ន្ទអីក៏បានដែររិទ្ធដល់ប៉ុណ្ណឹងដឹងចិត្តអ្នកដតីក៏បានមានទេពសោតមានទេពចក្ខុក៏បានរលឹកជាតិបានរិទ្ធនឹងអ្នកបួសក្រៅពុទ្ធសាសនាអាចមានរិទ្ធចឹងបានហើយអ្នកដែលធ្វើទានជាមួយនឹងអ្នកបួសក្រៅពុទ្ធសាសនាបានសមាបត្តិ8លោកីអភិញ្ញាហ្នឹងបាន100,000កោដនេះវាមានការចម្រើនអញ្ចឹងប៉ុន្តែឲ្យទានដល់អ្នកដែលប្រតិបត្តិដើម្បីជាច្បាស់នៅសោតាបត្តផលរាប់មិនបានប្រមាណមិនអស់ហើយណែអត្តថាលោកចាប់បញ្យល់ឯហ្នឹងដែលថាអ្នកដែលប្រតិបត្តិដើម្បីជាច្បាស់នៅសោតាបត្តផលចាប់តាំងពីអ្នកដល់បត្រៃសរណគមទៅហ្នឹងឯងហើយដល់បត្រៃសរណគមតាំងពីមិនតាន់មានសិលទៅខ្លាំងណាស់ការដែលបានដល់ពុទ្ធពធប្រសង្ឃពុទ្ធហੰសរណង្គកិច្ឆាមិធម្មំសរណង្គកិច្ឆាមិសង្ឃហੰសរណង្គកិច្ឆាមិនេះយើងកុំខ្ជិលសូត្រប៉ុន្តែមិនសំខាន់អីត្រឹមតែសូត្រហ្នឹងទេវាសំខាន់គឺសទ្ធានិងបញ្ញាដែលបានដល់ពិតកាន់តែចម្រើនឡើងកាន់តែបានជ្រាបពីគុណនឹងឡើងហ្នឹងឯងចឹងគឺថារាប់មិនបានប្រមាណមិនអស់ហើយដល់តែមានសិល5ថែមទៀតរឹតតែច្រើនទៅទៀតមានសិល8ទៀតសិល10ទៀតហើយបួសជាសាមណេរទៀតរឹតតែថែមទៅទៀតដល់បត្រៃណគមហើយបួសជាភិក្ខុទៀតរឹតតែច្រើនជាងសាមណេរទៅទៀតអ្នកដែលធ្វើទានជាមួយហ្នឹងណារាប់មិនបានប្រមាណមិនអស់ហើយវាគុណច្រើនក្នុងនឹងទៅទៀតរហូតដល់ទៅថាតាំងនៅក្នុងសោតាបត្តមៈនឹងឯងនេះឈ្មោះថាជាអ្នកប្រតិបត្តិដើម្បីជាច្បាស់នៅសោតាបត្តផលអ្នកដែលឲ្យទានជាមួយហ្នឹងដោយពុទ្ធបរិស័ទយើងនេះឲ្យទានដល់គ្នាទៅវិញទៅមកជាងកាយយើងអត់បានចាប់ផ្លឹកយើងអត់បានដឹងថាអ្នកដែលដល់បរតនត្រ័យនឹងមានគុណសម្បត្តិធំណាស់នឹងឯងគុណសម្បត្តិជាងអ្នកបួសក្រៅពុទ្ធសាសនាបានសមាបត្តិ8រូបឈាន4អរូបឈាន4ណាហើយលោកយៈអភិញ្ញាទៀតហ្នឹងឯងគុណសម្បត្តិនឹងមិនស្មើនឹងអ្នកដល់បត្រៃសរណគមទេហើយមិនមែនចេះតែមកបានឯងទេណាដូចជាស្ដេចចក្រអញ្ចឹងមិនមែនអត់បុណ្យហើយមកធ្វើស្ដេចចក្របានទេណាហើយទៅជាទេវតាទៅទេវលោកអីហ្នឹងតាក់ទួងនឹងបុណ្យណាយ៉ាងណាមិញការដែលបានមកដល់បត្រៃសរណគមនេះតលតែមានឧបនិស្ស័យបុណ្យបារមីបំពេញមកណាមិនមែនចេះតែមកជ្រះថ្លាបានទេពេលយើងមើលមនុស្សក្នុងពិភពលោកទាំងដែលពុទ្ធពធប្រសង្ឃនៅមានតាមរយៈបត្រៃបីដកតាមរយៈដែលប្រសង្ឃលោកបួសត្រួតត្រងថែរក្សាមកនេះហើយមនុស្សក្នុងពិភពលោកច្រើនណាស់ដែលអត់បានដឹងពុទ្ធពធប្រសង្ឃគ្រាន់តែស្គាល់តែឈ្មោះប៉ុន្តែអត់ជ្រះថ្លាអាចនឹងបន្ទុះអាចនឹងតោះអីចឹងទៅទៀតនឹងឯងអាចនឹងបៀតបៀនដល់អ្នកដែលរាប់អានពុទ្ធសាសនាដោយសារថាសាសនាមិនដូចគ្នាអីចឹងទៅនឹងឯងមកពីអត់បានស្គាល់ពុទ្ធតាមរយៈនៃបត្រៃបីដកហើយបានអីស្គាល់បើកើតមកវានៅក្នុងទីកន្លែងដែលមានលទ្ធិសាសនាដតីទៅហើយមានបានដឹងនៅអរិយសច្ចធម៌អីណាហ្នឹងឯងក្នុងសង្យុត្តនិកាយទេវតាក៏បានពោលថាយេសង្ឃធម្មាអបដិវិតិតាបរវេតេសនិយរេអ្នកដែលមិនបានដឹងមិនបានចាក់ធ្លុះនៅសច្ចធម៌ដោយញាណរមែងត្រូវបាននាំទៅដោយវេទៈដតីក្រៅអំពីពុទ្ធសាសនានេះឯងចឹង